យើងប្រកាសជាមានអារម្មណ៍មួយថារឿងភ័យរឿងខ្លាចហើយពេលខ្លះក៏ថាអាចនឹងផលិតទៅគឺលទ្ធផលមិនល្អមិនដូចអ្វីដែលយើងគិតហ្នឹងហើយខ្លាចអ្នកមើលទៅគេឌៀមដាមយើងខ្លាចអ្នកមើលទៅគឺគាត់គេថាសើចំអកយើងអាហ្នឹងគឺអ្នក start ដំបូងប្រកាសជាគិតអាហ្នឹងហើយខ្លាចថាធ្វើវីដេអូទៅនិយាយទៅប៉ះពាល់គេយូខ្លាចសុទ្ធមកបើយើងខ្លាចគឺបាទសួស្តីស្វាគមន៍មកតាម Record Podcast អេពីសូតទី4ដែលនឹងលើកឡើងពីបទពិសោធន៍នៃការធ្វើវីដេអូ content ដំបូងរបស់ខ្ញុំអញ្ចឹងអេពីសូតទី3គឺខ្ញុំបានលើកឡើងពាក់ព័ន្ធជាមួយនឹង5ជំនាញសំខាន់នៅក្នុងការធ្វើ media ហើយក្នុងនោះក៏មានវីដេអូដែរអញ្ចឹងតកតងទៅនឹងអ្វីដែលខ្ញុំនឹងលើកឡើងនៅក្នុងបទពិសោធន៍ការធ្វើវីដេអូហ្នឹងគឺខ្ញុំសូមលើក4ចំណុចធំជូនបងប្អូនទី1គឺការចាប់ផ្ដើមរបស់ខ្ញុំមានអីខ្លះទី2គឺចំណុចអវិជ្ជមានថាខ្ញុំធ្វើហ្នឹងជួបអីខ្លះទី3ចំណុចវិជ្ជមានចំណុចល្អហើយទី4គឺខ្ញុំមានជាសារផ្ដាំផ្ញើខ្លះទៅកាន់អ្នកដែលទស្សនាវីដេអូនេះជាពិសេសគឺអ្នកដែលទៅ start ដំបូងអញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមអាចនិយាយថាយើងប្រកាសជាមានអារម្មណ៍មួយថារឿងភ័យរឿងខ្លាចហើយពេលខ្លះក៏ថាអាចនឹងផលិតទៅគឺលទ្ធផលមិនល្អមិនដូចអ្វីដែលយើងគិតហ្នឹងហើយខ្លាចអ្នកមើលទៅគេឌៀមដាមយើងខ្លាចអ្នកមើលទៅគឺគាត់គេថាសើចំអកយើងអាហ្នឹងគឺអ្នក start ដំបូងប្រកាសជាគិតអាហ្នឹងហើយខ្លាចថាធ្វើវីដេអូទៅនិយាយទៅប៉ះពាល់គេយូខ្លាចសុទ្ធមកបើយើងខ្លាចគឺមិនហ៊ានហ្មងដាក់ចំណុចអវិជ្ជមាននៅលើវីដេអូខ្លួនឯងហ្មងនៅលើការចាប់ដើមរបស់យើងតែការចាប់ដើមដែលយើងត្រូវធ្វើដំបូងបំផុតគឺពីវីដេអូទី1ហ្នឹងបងប្អូនហ្នឹងហើយបើមានអត់មានអេពីសូតទី1ក៏អត់មានទី2ដែររហូតដល់ទី4ទី5ដែរអញ្ចឹងការដែលខ្ញុំ start ហ្នឹងគឺខ្ញុំចាប់ផ្ដើមដោយទូរស័ព្ទអត់មានកាមេរ៉ាអត់មាន GoPro ទេគឺដោយទូរស័ព្ទហើយទូរស័ព្ទកញ្ចាស់ទៀតបងប្អូនតែដោយសារតែយើងស្រឡាញ់ទៅលើការផលិតវីដេអូខ្លាំងអញ្ចឹងយើងចាប់ដល់ថាដាក់ចិត្តដាក់កាយធ្វើម៉េចផលិតហ្នឹងហើយខ្ញុំបានទៅសេជាគេថា content ខ្លះដែរចង់ធ្វើពីអីណាហើយដាក់កន្លែងណាខ្លះគួរនិយាយពីចំណុចណាខ្លះហើយយើងចាប់ផ្ដើមថតមកអញ្ចឹងចេញវីដេអូបើតាមខ្ញុំចាំវីដេអូដំបូងរបស់ខ្ញុំគឺខ្ញុំថតដើរលេងហ្នឹងហើយថតហ្នឹងខ្ញុំអាចថាខ្ញុំរៀបទៅ3ប្លង់ទេប្លង់ទី1គឺ start ដំបូងទី2គឺថតសកម្មភាពហើយដាក់ play យកសតមកហើយទី3គឺត្រឡប់មកវិញតែប៉ុណ្្នឹងទេនឹងការដែលខ្ញុំ start ដំបូងអញ្ចឹងអាកន្លែងខ្ញុំបើកវងចោឧទាហរណ៍នៅពេលខ្ញុំធ្វើវីដេអូដំបូងខ្ញុំគ្រាន់តែធ្វើវីដេអូសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំធ្វើដំណើរទៅពីភ្នំពេញទៅខេត្តព្រះវិហារឧទាហរណ៍អញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនសូមជួបទស្សនាដូចតទៅតែប៉ុណ្្នឹងទេហ្នឹង start ដំបូងហើយបន្ទាប់មកយើងថតសកម្មភាពបន្តិចហើយដាក់ play ចូលមកហើយនៅក្នុងដល់ពេលបញ្ចប់គ្រាន់តែដល់ខេត្តដល់គោលដៅរបស់យើងគ្រាន់តែដល់ធ្វើវីដេអូសួស្តីបងប្អូនអរគ្នាឥឡូវយើងមកដល់ទីតាំងដែលយើងបានកំណត់ហើយហ្នឹងហើយវីដេអូនេះមានប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាអញ្ចឹងហ្នឹងការនិយាយការមុនគឺអញ្ចឹងហ្មងអាហ្នឹងការចាប់ដើមដំបូងរបស់ខ្ញុំហ្នឹងហើយតែអត់ដឹងថាបងប្អូនដែលកំពុងតែស្ដាប់ហ្នឹងបទពិសោធន៍ដំបូងមិនទេអាហ្នឹងរបស់ខ្ញុំទេអញ្ចឹងនឹងចំណុចទី1គឺការចាប់ដើមរបស់ខ្ញុំមានប៉ុណ្្នឹងទី2គឺចំណុចអវិជ្ជមានមានចំណុចមិនល្អរបស់ខ្ញុំនៅក្នុងការផលិតវីដេអូដំបូងអ្វីដែលចំណុចមិនល្អវាមានការកាត់តអត់ល្អទេបងប្អូនការ start ដំបូងគឺពិបាកដោយសារយើងអត់ចេះគេអត់ចេះប្រើប្រាស់ app អត់មានបទពិសោធន៍ក្នុងការប្រើប្រាស់ app ដូចជា CapCut VN ផ្សេងហ្នឹងហើយនៅលើទូរស័ព្ទតែអត់ចេះទេណាចេះថតសិនហើយមួយទៀតភាសាដោយសារតែខ្ញុំមកពីខាងតំបន់ដាច់ស្រយាលទៅលើការប្រើប្រាស់ភាសាពេលខ្លះនិយាយទៅអ្នកខ្លះគឺស្ដាប់អត់យល់ទេអ្វីដែលយើងនិយាយណាហើយអត់មាន script ទៅសេទេតែឥឡូវយើងដឹងថាចំណុចទី1គូអីធ្វើអីទៅអីយើងអាច detail ខ្លះហើយបូកផ្សំជាមួយនឹងឥឡូវនេះមាន ChatGPT អីក៏ដូចជាមាន cloud មានwebsite ផ្សេង AI ផ្សេងជួយយើងបានទៀតគឺកាន់តែស្រួលអញ្ចឹងហើយចំណុចអវិជ្ជមានមួយទៀតហ្នឹងគឺมันបានយល់ថាតើនរណាគេអ្នកមើលវីដេអូយើងធ្វើដើម្បីនរណាអត់ដឹងទេហើយធ្វើឲ្យទៅបានហើយការដែលធ្វើហ្នឹងក៏មានគេថាមានបានគិតថាតើភ្លើងហ្នឹងគួរដាក់ភ្លើងមិនឲ្យវាភ្លឺវាថតទៅវាស្អាតមុខយើងអាហ្នឹងចំណុចអវិជ្ជមានណាហើយសលេងរបស់យើងមិនដែរវាលឺទឹកខ្យល់ទេអត់សូវលឺសលេងយើងលឺទឹកខ្យល់អញ្ចឹងហ្នឹងការមុនហើយចំណុចអវិជ្ជមានមួយទៀតហ្នឹងគឺយើងថតកាលមុនគឺអត់បានរៀបចំខ្លួនណាគាត់ទៅដកទូរស័ព្ទមករៀលសុតហ្មងមានថាមុខមិនសក់មិនគ្មានបានសិតមានបាយគាត់ទៅយកដៃញែកខ្វាច់ហ្នឹងហើយពេលខ្លះ
ស្ដោះទឹកមាត់ពឹបញែកសក់ក្រឹបហ្នឹងហើយប៉ុណ្ណឹងទេហ្នឹងការមុនហើយដល់ពេលឥឡូវអត់ទេឥឡូវគឺមានក្រាស់នៅតាមខ្លួនក្រាស់ហ្នឹងមិនមែនក្រាស់សង្សារណាគឺក្រាស់សិតសក់ហ្នឹងគឺត្រៀមហ្នឹងចំណុចអវិជ្ជមានដែលខ្ញុំជួបកាលមុនដែលខ្ញុំគេថាបទពិសោធន៍នៅក្នុងការផលិតវីដេអូអញ្ចឹងបន្ទាប់ពីចំណុចអវិជ្ជមានយើងទៅនិយាយអំពីចំណុចល្អវិញហ្នឹងហើយអញ្ចឹងចំណុចល្អរបស់យើងដែលចាប់ដើមហ្នឹងគឺបានបរិញ្ញាខ្ញុំថាខ្ញុំអាចធ្វើបានតាបានវីដេអូមួយតាគឺថាខ្លួនឯងហ៊ានដែរណាណែដល់ពេលយើងធ្វើបានមួយវីដេអូយើងចាប់ដើមរៀនអំពីកំហុសដែលយើងធ្វើវីដេអូដំបូងហ្នឹងយើងធ្វើអីខ្លះបានអត់មានអ្នកមើលហើយធ្វើអីខ្លះបានគេខមមិនយើងថាយើងណាហ្នឹងហើយតែគេបានធ្វើអត់ហើយរៀនពីកំហុសខ្លួនឯងតើនៅពេលដែលវីដេអូទី2យើងនឹងធ្វើឲ្យបានល្អជាងនឹងទាំងសលេងទាំងអីវិញគឺធ្វើបានល្អជាងមុនហើយចំណុចទី3ហ្នឹងគឺមានមិត្តភ័ក្តិនិងអ្នកគ្រប់គ្រងមួយចំនួនគាត់ចូលចិត្តថាធ្វើវីដេអូអញ្ចឹងច្រើនមកហ្នឹងដើម្បីបានមើលសកម្មភាពអីផ្សេងនៅភ្នំពេញនៅខេត្តព្រោះអ្នកខ្លះគាត់នៅភ្នំពេញគាត់ចង់ឃើញសកម្មភាពនៅខេត្តដល់ពេលអ្នកខេត្តក៏ចង់ឃើញសកម្មភាពនៅភ្នំពេញហើយបូករួមជាមួយយើងធ្វើការនៅសាលាទៀតចង់ឃើញកូនសិស្សដែលរៀននឹងមិនដែរណាហើយចុះនៅភ្នំពេញមាននារីស្អាតស្អាតអត់មានប្រុសស្អាតស្អាតអត់ណាហើយការរៀបចំខ្លួនរបស់គេមិនដែរហើយនៅពេលមាន event ផ្សេងថតវីដេអូច្រើនមកដើម្បីគេបានមើលបានអីចឹងណាគេបាន follow គេនឹងគ្រប់គ្រងយើងរហូតណាហ្នឹងគឺការមានអ្នកគ្រប់គ្រងពេលហ្នឹងហើយអញនិយាយថាទូបាននៅបទពិសោធន៍ថ្មីពីការបង្ហាញខ្លួនរបស់យើងលើអនឡាញមុខកាមេរ៉ាហើយឲ្យជួយឲ្យយើងគេថាមានគេថាទំនុកចិត្តហ្នឹងហើយជាងមុនអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមធ្វើវីដេអូហ្នឹងហើយមួយទៀតដូចជាបង្កើតឱកាសថ្មីសម្រាប់យើងក្នុងការបរិញ្ញាយើងឲ្យយើងគេថានៅពេលដែលយើងធ្វើអាហ្នឹងទៅខុសពេលខ្លះអ្នកផ្សេងអត់ដឹងថាយើងខុសហើយតែយើងដឹងខ្លួនឯងអាហ្នឹងដូចនិយាយទៅដូចអត់ត្រូវណាដាក់ភ្លើងចេះហើយយកឧទាហរណ៍ថានៅពេលដែលពន្លឺយើងកំពុងតែងាកទៅខាងលិចហើយពន្លឺថ្ងៃលិចចុះអូខេថតទៅគឺត្រូវតែបើសិនជាយើងថតមួយខាងកើតវាអាចនឹងអត់ច្បាស់ហើយវារឿងល្ងឹតដោយសារតែវាប្រច្រាស់ជាមួយនឹងពន្លឺថ្ងៃរះអញ្ចឹងអាហ្នឹងគឺជាកន្លែងមួយដែលយើងដែលអាចបរិញ្ញាយើងចេះអំពីចំណុចវិជ្ជមានហ្នឹងគឺមានតាមពិតមានច្រើនទៀតបងប្អូនមានច្រើនអញ្ចឹងខ្ញុំសូមលើកតែប៉ុណ្្នឹងទេព្រោះដើម្បីបងប្អូនស្ដាប់គឺខ្លីៗបានហើយដោយសារតែrecord podcast នេះខ្ញុំអត់ចង់ដាក់ឲ្យវែងទេដាក់ខ្លីបានទេត្រឹមចន្លោះ20នាទីចុះក្រោមទេបើសិនជារ៉ាយរៀបរាប់វាច្រើនអូខេអញ្ចឹងអានឹងសម្រាប់ចំណុចវិជ្ជមានចំណុចល្អហើយបងប្អូនមានចំណុចវិជ្ជមានអីខ្លះសម្រាប់ខ្លួនឯងឆែកមើលខ្លួនឯងផងហើយ note ទុកខ្លួនឯងផងដើម្បីមានពេលវេលាអាចជជែកមួយខ្ញុំអញ្ចឹងណាហ្នឹងព្រោះនៅពេលជួបគ្នាយើងព្យាយាមបង្ហាញចំណុចល្អឲ្យបានច្រើនប៉ុន្តែកុំអួតហ្នឹងហើយបង្ហាញចំណុចល្អឲ្យបានច្រើនប៉ុន្តែកុំអួតអញ្ចឹងកន្លែងហ្នឹងបងប្អូនចំណុចទី4គឺសារផ្ដាំផ្សាយទៅកាន់អ្នកផលិតវីដេអូដំបូងអញ្ចឹងត្រូវចាំថាសូមកុំចាំមានទូរស័ព្ទល្អណាចាំមានកាមេរ៉ាណាចាំមានកុំព្យូទ័រថ្លៃចាំចាប់ដើមណាខ្ញុំជឿថាអ្នកដែលចាប់ដើមដំបូងគឺមានគំនិតនឹងតែម្ដងសូមកុំប្រើពាក្យថាចាំធ្វើអីក៏ដោយចង់ធ្វើទៅហ្នឹងហើយតែក៏ត្រូវចាំពាក្យមួយថាគិតមុនគូហ្នឹងហើយអញ្ចឹងយើងគិតថាអាចធ្វើអាហ្នឹងរយៈពេលប៉ុន្មានយើងសេជា plan ជាអីមកហើយយើងចាប់ផ្ដើមទៅហើយបើសិនជាយើងគិតថាខ្លាចនៅក្នុងការចាប់ផ្ដើមសួរអ្នកដែលចាប់ផ្ដើមដំបូងឆាតទៅសួរគេទៅឆាតមកសួរខ្ញុំក៏បានឆាតសួរអ្នកផលិតមាតិកាផ្សេងក៏បានដែរដើម្បីឲ្យគាត់ផ្ដល់ជាគេថាបទពិសោធន៍ហើយបើសួរថាតើនៅពេលយើងចាប់ផ្ដើមដំបូងពិបាកមិនស្រួលទេអ្វីដែលចាប់ផ្ដើមដំបូងគឺមិនស្រួលទេយើងគ្រាន់តែគិតថាការដែលយើងនៅក្មេងមុននឹងយើងចេះដើរតើពិបាកអត់មុននឹងយើងចេះជិះកង់នឹងពិបាកអត់មុននឹងយើងចេះជិះម៉ូតូនឹងពិបាកអត់ហើយនៅពេលដែលយើងចាប់ដើមបើសិនជាអ្នកនៅតាមខេត្តឡើងមករៀនភ្នំពេញផ្លាស់ទីលំនៅមកនៅកាលមុនធ្លាប់នៅជួបជុំបងប្អូនគ្រូសាដល់ពេលយើងនៅម្នាក់ឯងពិបាកអត់ពិបាកដូចតែគ្នាទេបងប្អូនតែសំខាន់គឺត្រូវតែចាប់ដើមពីឥឡូវនេះតទៅមួយទៀតការចាប់ដើមរបស់យើងគឺយើងត្រូវចាប់ផ្ដើមហើយយើងគិតថាយើងគឺអាចធ្វើបានហើយយើងបន្តនឹងការបង្កើតអីដែលថ្មីរហូតថ្មីហ្នឹងគឺថ្មីនៅក្នុងជំនាញរបស់យើងអញ្ចឹងណាហើយបន្តការរៀនអញ្ចឹងការរៀនគឺរៀនរហូតកុំគេថារៀនហើយឈប់មានន័យថានៅពេលដែលយើងរៀន
សកលក៏យើងរៀនពីមជ្ឈដ្ឋានជំវិញអ្នកដែលគាត់ការរស់នៅរបស់យើងរៀននៅក្នុងសង្គមក៏យើងត្រូវរៀនអញ្ចឹងនឹងតាក់ទងទៅនឹងការរៀនមួយទៀតពាក់ព័ន្ធជាមួយកំហុសគឺជាគ្រូដ៏ល្អបំផុតសម្រាប់យើងហើយបានខ្ញុំនិយាយថាកំហុសគឺជាគ្រូដ៏ល្អសម្រាប់យើងអញ្ចឹងនៅពេលយើងខុសគឺយើងនឹងរៀនសូត្របានពីកំហុសហ្នឹងប៉ុន្តែសូមកុំឲ្យខុសពេកមានន័យថានៅពេលយើងធ្វើខុសម្ដងថ្ងៃក្រោយធ្វើមិនកាត់បន្ថយអ្វីយើងធ្វើខុសនឹងកាត់បន្ថយបន្តិចយូរទៅគឺល្អក៏ប៉ុន្តែមនុស្សគ្រប់គ្នាមិនអាចល្អ 100% ទេគឺតែងតែមានដែរក៏ប៉ុន្តែព្យាយាមកាត់បន្ថយកំហុសហើយយើងយកកំហុសបន្តិចដែលយើងគេថាតាំងពីព្រលឹមរហូតដល់យប់យើងសម្រាប់ហ្នឹងតើយើងបានធ្វើអីខ្លះតើបានបង្កើតជាកំហុសទៅប៉ះពាល់មនុស្សជុំវិញខ្លួនយើងអត់អញ្ចឹងកន្លែងហ្នឹងអញ្ចឹងអាហ្នឹងគឺយើងត្រូវរៀនសូត្រហើយយើងធ្វើម៉េចកុំឲ្យប៉ះពាល់គេអាហ្នឹងពាក់ព័ន្ធជាមួយនឹងកំហុសគឺជាគ្រូដែលល្អសម្រាប់យើងទាំងអស់គ្នាដែលយើងស្តានដំបូងបើសិនជាយើងមិនបានផុសវីដេអូទី1ទេអត់ដឹងថាវីដេអូទី2ធ្វើមិនទេអញ្ចឹងយើងធ្វើចេញមួយវីដេអូសិនអញ្ចឹងដល់ពេលយើងផុសមួយហើយយើងនឹងឃើញផុសទៅពេលខ្លះ error អ៊ីនធឺណិតអត់សូវមានអ៊ីនធឺណិតអញ្ចឹងយើងទៅរកកន្លែង Wi-Fi ទៅសេ caption វែងពេកគេពិបាកយល់យើងព្យាយាមសង្ខេបខ្លឹមសារហ្នឹងឲ្យខ្លីណាអូខេហើយនៅពេលផុសទៅគេខមមិនពាក្យមិនល្អអញ្ចឹងយើងអាចមានវិធីសាស្ត្របើសិនជាកុំឲ្យមានការបញ្ហាដល់អារម្មណ៍របស់យើងធ្វើអារម្មណ៍យើងមិនល្អយើងអាចប្រើប្រាស់ការថា keyword pool នៅលើ social media មួយចំនួនយើងអាចកំណត់ keyword តើ keyword ណាมันអាច comment នៅក្នុងplatform របស់យើងឧទាហរណ៍ TikTok YouTube អីចឹងទៅហ៊ានតែគេប្រើពាក្យហ្នឹងឧទាហរណ៍ពាក្យ J ប្រហែលចឹងទៅគាត់នៅ comment គឺវា load high load ប្រហែលអត់ឲ្យឃើញតែយើងឃើញបានអ្នកផ្សេងគឺអត់ឃើញអញ្ចឹងអាចធ្វើឲ្យយើងការកាត់បន្ថយទៅលើគំនិតឬក៏មិនអារម្មណ៍មិនល្អដែរកន្លែងហ្នឹងអូខេអញ្ចឹងមួយទៀតតកតងទៅនឹងយើងគិតថាអូប្រហែលជាមិនមានវីដេអូល្អបំផុតដែលយើងចាប់ដើមទេដូចខ្ញុំបង្ហាញខាងលើប្រាប់ខាងលើអញ្ចឹងការចាប់ដើមដំបូងវីដេអូរបស់ខ្ញុំគឺមិនល្អទេតែយើងត្រូវចាំថាមានតែការចាប់ដើមដែលធ្វើឲ្យយើងមានវីដេអូល្អៗនៅថ្ងៃក្រោយអញ្ចឹងយើងចាប់ដើមថ្ងៃហ្នឹងស្អែកឡើងគឺនឹងមានវីដេអូល្អខាន់ស្អែកល្អខាន់ស្អែកមួយទៀតគឺរឹតតែល្អហើយចំណុចចុងក្រោយហ្នឹងគឺបើសិនជាយើងធ្វើគឺយើងត្រូវប្រើពេលវេលាឲ្យសមស្របជាមួយនឹងទាំងការដែលយើងកំពុងតែរៀនផងយើងកំពុងតែធ្វើការផងហើយយើងឆ្លៀតធ្វើវីដេអូរបស់យើងដែលយើងស្រឡាញ់ជាក្តីស្រឡាញ់របស់យើងផងអញ្ចឹងការទុកពេលសម្រាប់របស់យើងហ្នឹងដែលយើងតនេមើលរឿងមកអីយើងចាប់ដល់ផលិតវីដេអូខ្លួនឯងទៅហើយយើងគេហៅថាព្យាយាមធ្វើជាប្រចាំធ្វើរាល់ថ្ងៃទៅនឹងសាបដាំផ្ញើទៅកាន់អ្នកផលិតថ្មីអញ្ចឹងបើសិនជាក្នុងករណីធ្វើទៅជួបបញ្ហាហ្នឹងជាសាបដាំផ្ញើបញ្ចប់ចុងក្រោយហើយគឺយើងអាចសម្រាកបន្តិចតែសូមកុំបោះបង់មានន័យថាបើសិនជាធ្លាប់តែផលិតវីដេអូរាល់ថ្ងៃចេញយើងអាចសម្រាកធ្វើមួយអាទិត្យអី 2-3 សិនទៅនឹងបើសិនក្នុងករណីជួបលើបញ្ហាហើយយើងរៀនសូត្រអំពីបញ្ហាហ្នឹងណាហើយតែកុំបោះបង់គឺយើងព្យាយាមបន្តរហូតទៅអញ្ចឹងតកតងទៅនឹងបងប្អូនដែលទៅចាប់ដំបូងណាគឺយើងជាអ្នកច្នៃប្រឌិតអ្នកផលិតវីដេអូគឺអ្នកច្នៃប្រឌិតដែរយើងចាប់ដើមថ្ងៃនេះហើយតកតងទៅនឹងការប្រកួតប្រជែងយើងមិនមែនទៅប្រកួតប្រជែងជាមួយណាទេគឺយើងប្រកួតប្រជែងជាមួយខ្លួនឯងហើយការប្រកួតប្រជែងជាមួយខ្លួនឯងតើម្សិលមិញយើងបានធ្វើអីខ្លះថ្ងៃនេះធ្វើអីខ្លះអញ្ចឹងគឺយើងត្រូវរៀនប្រកួតប្រជែងរៀន challenge ជាមួយខ្លួនឯងដូចខ្ញុំរៀន challenge ណាតើកាលមុនខ្ញុំហ៊ានធ្វើ record podcast ហ្នឹងអត់ហ៊ានទេដល់ពេលឥឡូវចាប់ដើម challenge ហ្នឹងគឺធ្វើជាប្រចាំហើយចែករំលែកបទពិសោធន៍ចំណេះដឹងដែលយើងធ្លាប់បានឆ្លងកាត់ដែលយើងធ្លាប់ជួបភាពបរាជ័យអ្វីយើងទូបាននៅភាពជោគជ័យទៅលើកន្លែងហ្នឹងវិស័យហ្នឹងឲ្យបងប្អូនបានស្ដាប់ដែរអញ្ចឹងសម្រាប់អេពីសូតនេះគឺមានតែប៉ុណ្្នឹងទេហើយបងប្អូនដែលមានជាគំនិតយោបល់មតិយោបល់បន្ថែមអាចខមមិនខាងក្រោមវីដេអូបងប្អូនធ្លាប់ជួបអីខ្លះអាចខមមិនបានណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូអេពីសូតទី5ការធ្វើ content plan មុនផុសអូខេអរគុណជួបគ្នានៅវីដេអូក្រោយ